នៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកស្គាល់ប្រភេទយានម្យ៉ាងដែលជាប្រភេទយានខ្នាតតូចប៉ុន្តែមានសមត្ថភាពមិនចាញ់ប្រភេទនាវាធំប៉ុន្មាននោះទេចង់ដឹងថាតើវាជាប្រភេទយានអ្វីហើយវាមានឈ្មោះអ្វីវាមានប្រភពមកពីណាតមកទស្សនាជាមួយខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នា Lamprey គឺជាយានក្រោមទឹកស្វ័យប្រវត្តិចំនួនថ្មីបំផុតរបស់ក្រុមហ៊ុន Lockheed Martin ដែលទើបតែត្រូវបានដាក់បង្ហាញជាផ្លូវការនៅដើមឆ្នាំ2026នេះវាត្រូវបានរចនាឡើងដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមក្រោមទឹកតាមរយៈសមត្ថភាពពិសេសនិងចម្លែកដូចខាងក្រោមនេះមួយសមត្ថភាពតោងដោយត្រីអន្ទង់ចំណុចខ្លាំងបំផុតរបស់ Lamprey គឺសមត្ថភាពតោងជាប់នឹងតួជញ្ជាំងខាងក្រោមនៃនាវាដឹកជញ្ជូនឬនាវាមួយទឹកដោយមិនចាំបាច់កែច្នៃនាវាទាំងនោះឡើយការធ្វើដំណើរដោយសម្ងាត់វាតោងនាវាធំដើម្បីទៅដល់តំបន់សង្គ្រាមដោយមិនចាំបាច់ប្រើថាមពលផ្ទាល់ខ្លួននឹងជួយវាឲ្យបន្លំខ្លួនពីរ៉ាដាសត្រូវព្រោះរ៉ាដានឹងឃើញតែនាវាធំការសាកថ្មដោយស្វ័យប្រវត្តិនៅពេលវាជិះតោងនាវាវាប្រើប្រាស់ប្រព័ន្ធ hydrogenerator ដើម្បីសាកថ្មរបស់វាឲ្យពេញជានិច្ចតាមរយៈកម្លាំងទឹកដែលហូរឆ្លងកាត់ពីបេសកកម្មវាមានឃ្លាំងផ្ទុកគ្រឿងយុទ្ធភ័ណ្ឌនិងឧបករណ៍ទំហំទៅដល់24 feet cube ដែលអាចផ្លាស់ប្ដូរទៅតាមតម្រូវការ Sentinel ការរារាំងសត្រូវវាអាចបាញ់មីស៊ីលឬគ្រាប់តូពីដូគំទេចនាវាសត្រូវ UAV launcher សមត្ថភាពពិសេសបំផុតមួយគឺវាអាចដឹកដ្រូនទៅក្បែរឆ្នេរសត្រូវរួចបញ្ចេញដ្រូនទាំងនោះឲ្យហោះឡើងពីទឹកដើម្បីឆ្លប់យកការឬវាប្រហារលើដី Electronic Warfare វាអាចបញ្ចេញរូបភាពបន្លំដើម្បីបញ្ឆោតរ៉ាដាសត្រូវឲ្យយល់ច្រឡំថាមាននាវាមួយទឹកធំនៅទីនោះ 3. ភាពឆ្លាតវៃនិងស្វ័យប្រវត្តិមិនត្រូវការមនុស្សបញ្ជា Lamprey ប្រើប្រាស់ AI កម្រិតខ្ពស់ដើម្បីសម្រេចចិត្តនិងបំពេញភារកិច្ចដោយខ្លួនឯងក្នុងស្ថានភាពស្មុគស្មាញក្រោមទឹកការសំងំរងចាំវាក៏អាចមុជទឹកទៅដេកសំងំនៅលើបាតសមុទ្រដើម្បីរងចាំពេលវេលាសមស្របក្នុងការវាយប្រហារឬតាមដានសកម្មភាពសត្រូវ Lamprey គឺជាអាវុធខ្មោចលងក្រោមទឹកដែលអាចធ្វើដំណើរទៅគ្រប់ទីកន្លែងដោយសម្ងាត់និងអាចវាយប្រហារបានទាំងលើទឹកក្នុងទឹកនិងលើអាកាសចំពោះយាន Lamprey តើបងប្អូនយល់យ៉ាងណាចំពោះសមត្ថភាពរបស់វាថាតើកម្ពុជាយើងគួរតែពិចារណាក្នុងការទិញវាសម្រាប់ប្រើប្រាស់ក្នុងយុទ្ធសាស្ត្រសង្គ្រាមសម័យថ្មីដែលប្រទេសជិតខាងរបស់យើងកំពុងតែចិញ្ចឹមចិត្តឈ្លានពានក៏ដូចជាធ្វើការឈ្លានពានរួចមកហើយមកលើប្រទេសកម្ពុជារបស់យើងបងប្អូនយល់យ៉ាងណាកុំភ្លេច share និង comment វីដេអូនេះផងបាទអរគុណច្រើន